អូនទៅមកពីណាហ្នឹងអូនហ៊ានណាស់ណាអូនហ៊ានណាស់ហ៊ាននៅសាលាហ៊ានមូលហេតុដែលពួកខ្ញុំពាក់បែបសូសាឡាជប៉ុនចឹងគឺដោយសារតែខ្ញុំឃើញវីដេអូមួយនេះគឺលយមែនតើមកអ្នកគ្នាគេប្រៀបថាគេថតជុំគ្នាអញ្ចឹងណាហើយ outfit របស់គេពាក់បែបចឹងឯងហើយខ្ញុំហ្នឹងសបោនេះ outfit ចឹងមានណាចាប់បងឌីនិងពួកម៉ាក់ខ្ញុំមកពាក់អញ្ចឹងហ្មងទៅនិយាយទៅស្អាតម្យ៉ាងដែរតាហើយសំខាន់ណាស់ពេលហ្នឹងចេញពីផ្ទះមកថាទៅថតនៅវាលស្មៅអីចឹងប៉ុន្តែអ្នកឃើញថាអូនទៅញ៉ាំអីសិនតែញ៉ាំអីហើយហ្នឹងជិះទៅដល់កន្លែងថតហ្នឹងគូនឹងអត់ឆោមកអ្នកគ្នាដោយសារមេឃតែម៉ោង5ជាងគឺចាប់ដើមងឹតទេឥឡូវហ្នឹងចាំមក show បាយចុងក្រោយគឺមកថតនៅហាងកាហ្វេនឹងឯងព្រោះអីបើអត់ថតនៅហាងកាហ្វេទេអត់បានវីដេអូបានអីសោះហើយអ្នកទាំងគ្នាជនជាតិគាត់ឃើញខ្ញុំអញ្ចឹងគាត់សុំថតរូបខ្ញុំទៀតអ្នកគ្នាពេលហ្នឹងឡើងភ្ញាក់ផ្អើលមកនឹងគាត់ថតធ្វើអីតែមានអីអ្នកគ្នាទោះបីមេនឹងងឹតមែនក៏ពួកខ្ញុំឆ្លៀតថតរូបថតវីដេអូបានខ្លះៗដែរនិយាយទៅគឺបាន outfit check ជុំគ្នាដែរតាហើយមកឥឡូវមកធ្វើ get ready មួយខ្ញុំវិញម្ដងកុំឲ្យ get ready រហូតពេករបស់ខ្ញុំទោះបី make up មិនក៏ដោយក៏អត់ងាយឡើងមុនដែរគឺដោយសារខ្ញុំអាសាបិទម៉ាស់មែនតែមកអ្នកគ្នាមិនថាម៉ាស់ស្លឹកឬ organic ម៉ាស់អីទេគឺខ្ញុំបិទទាំងអស់ហ្មងហើយម៉ាស់ដែលខ្ញុំ recommend ដល់អ្នកគ្នាបិទជាប្រចាំថ្ងៃបាននោះគឺជា organic ម៉ាស់ដែលខ្ញុំកំពុងតែកាន់នេះឯងជាប្រភេទម៉ាស់ស្រាយសមុទ្រម៉ាស់ប៉ុន្តែអត់មានក្លិនអីទេអត់ពិបាកក្នុងការបិទទេអ្នកដែលមានមុខ sensitive ឬក៏អាសា make up ដូចខ្ញុំគឺអាចបិទជាប្រចាំថ្ងៃបានបើចាំទៅលាអីញ៉ៃទេដោយសារគេលាឲ្យយើងហើយយើងគ្រាន់តែយកមកបិទមកតាំងពីខ្ញុំបិទមកគឺថាញៀនសាហាវហ្មងដោយសារបិទទៅគឺមានកាហាយស្បែកមុខអីទេធ្វើឲ្យស្បែកមុខរបស់យើងត្រជាក់ស្រស់ស្រាយហ្មងម៉ាស់មួយនេះគឺផ្សំឡើងពីរូបមន្តធម្មជាតិពិតៗហ្មងអ្នកគ្នាអត់មានជាតិកាត់ទេហើយបើថាក្លិនវិញគឺក្លិនទឹកឃ្មុំហ្មងដោយសារគេផ្សំពីទឹកឃ្មុំពិតប្រាកដជួបប្រវត្តិរលមាស់លលាក្រហមហើយជាពិសេសបើអ្នកគ្នាមានមុនកប់ហើយញិចអត់ចេញគ្រាន់តែបិទម៉ាស់នេះ5នាទីគឺញិចចេញមកហ្មងអ្នកទាំងគ្នាអាចបិទបន្ទាប់ពីញិចមុនហើយដើម្បីកុំឲ្យមុខរបស់យើងនៅក្រហមខ្លាំងបិទជាមួយនឹងម៉ាស់ស្រាយសមុទ្រលេងណាប៉ុន្តែមុខរបស់ខ្ញុំគឺថាមានអារម្មណ៍កាត់បន្ថយស្នាមហើយនឹងមុនខ្លាំងមែនតើជាពិសេសគឺថាមុខចាប់ដើមភ្លឺទៅមុន make up បិទម៉ាស់នេះ5ទៅ10នាទីអីដឹងថា make up ទៅចូលមុខអស់ហ្មងចឹងអ្នកទាំងគ្នាកុំភ្លេចទៅសាកប្រើប្រាស់ទាំងអស់គ្នាណារបស់ល្អចឹងម្លង make បាននៅបាយ